សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកជំងឺ cystic fibrosis ជំងឺនេះគឺជាជំងឺហ្សែនដំណពូជដែលបង្កឲ្យគ្រោះថ្នាក់ទៅដល់សួតលំពែងប្រដាប់រំលាយអាហារនិងបង្កើតកំហាប់នៃស្លេសធ្វើឲ្យស្ទះសរីរាង្គយើងនាំឲ្យមានការបង្ករោគធ្វើឲ្យរលាកសួតរ៉ាំរ៉ៃធ្វើឲ្យខ្វះអាហារូបត្ថម្ភនិងមានបញ្ហារំលាយអាហារដែរហើយមូលហេតុគឺជាជំងឺដំណពូជដែលបណ្ដាលមកពីការផ្លាស់ប្ដូរប្រូតេអ៊ីននៅក្នុងសរីរាង្គកាយយើងហើយវាអាចប៉ះពាល់ទៅដល់កោសិកាសរីរាង្គហើយនិងកំពីងផលិតស្លេសនិងកំពីងញើសហើយផលបាក់វាគឺតកតងមួយនឹងប្រដាប់ប្រព័ន្ធដុតដង្ហើមយើងមានដូចជាធ្វើឲ្យខាប់កំហាប់នៃស្លេសហ្នឹងស្ទះវាធ្វើឲ្យខាប់ធ្វើស្ទះផ្លូវដង្ហើមបង្កឲ្យការឆ្លងរោគមេរោគទៅដល់សួតញឹកញាប់និងរលាកច្រមុះរ៉ាំរ៉ៃមួយទៀតតកតងប្រព័ន្ធរំលាយអាហារតែទាំងប៉ុនវាហាធ្វើឲ្យយើងខ្វះអាហារូបត្ថម្ភដោយសារការបឺតស៊ូបយកសារធាតុចិញ្ចឹមពីអាហារដែលយើងបរិភោគហ្នឹងមិនបានល្អទេមួយទៀតតកតងជាមួយលំពែងមានបញ្ហាដែលមិនបញ្ចេញអង់ស៊ីលីនឲ្យស្អាប់ជាមួយនឹងជាតិផ្អែមជាតិស្ករនោះធ្វើឲ្យកើតជំងឺទឹកនោមផ្អែមហើយធ្វើឲ្យកាត់ទឹកនោមផ្អែមហើយវាអាចនឹងឲ្យមានបញ្ហាដល់ចំណង់នោមទៀតមួយទៀតតកតងជាមួយថ្លើមធ្វើឲ្យខ្លាញ់រុំថ្លើមនិងធ្វើឲ្យកាន់ថ្លើមហើយមួយទៀតតកតងនឹងខ្វះវីតាមីនដូចជាវីតាមីន A D E និង K ចំពោះរោគសញ្ញាវិញបងប្អូនអាចនឹងឃើញដុតដង្ហើមមិនស្រួលក្មេងឬក៏ចាស់ហ្នឹងដុតដង្ហើមពីចឹងក្មេងដុតដង្ហើមមិនស្រួលក្អកមានស្លេសជាប់រហូតហើយឆ្លងមេរោគសួតណាឈឺសួតរលាកសួតនឹងញឹកញាប់ហ្នឹងរលាកឆ្អឹងច្រមុះរ៉ាំរ៉ៃហើយព្យាបាលបច្ចុប្បន្នមានការព្យាបាលមិនបានជាក់លាក់ឬក៏ជាទាំងស្រុងទេព្រោះជំងឺហ្សែនដំណពូជចឹងប៉ុន្តែគេព្យាបាលហ្នឹងអាចនឹងពជាឲ្យមនុស្សហ្នឹងរស់នៅបានយូររហូតដល់អាយុ80ឆ្នាំមកអញ្ចឹងបើបងប្អូនមានឃើញឬក៏ឃើញរោគសញ្ញាដែលខ្ញុំបានរៀបរាប់ខាងលើសូមបងប្អូននាំកូនទៅជួបនឹងវិទ្យាដិតដើម្បីព្យាបាលឲ្យទាន់ពេលវេលាសូមអរគុណ